អំឡុងពេលបាតុកម្មទី4បាតុកម្មឲ្យប្រព័ន្ធក្នុងលើកន្លែងឬកំណែជាក្បួនមិនត្រូវប្រព្រឹត្តអំពើហិង្សាទោះជាក្នុងរូបភាពណាក៏ដោយទី5បាតុកម្មមិនត្រូវយកអាវុធជាផ្ទុះកំអត់ឬខៅកំអត់ចំថ្មឬឧបករណ៍ណាដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់តាមខ្លួនជាដាច់ខាតតែផ្នែកអាយុណាបើធ្វើយ៉ាងណាក៏អាយុណាដែរទី6ហើយជាប់គាត់ពិសាសាឬគ្រឿងសម្រាប់ផ្សេងៗឆ្លងពេលប្រមូលផលឬការធ្វើដំណើរបាតុកម្មឡើយទី7បាតុកម្មត្រូវរក្សាភាពថ្លៃថ្នូរប្រកបយកស្របធម៌ល្អចរិតទុនភ្លឺក៏ប៉ុន្តែនៅងាប់នឹងមកចាត់ក្នុងការទាមទារដើម្បីសម្រាប់គោលបំណងនិងគោលដៅរបស់ខ្លួនទុនភ្លឺប៉ុន្តែនៅងាប់មកចាត់នឹងទុនភ្លឺទៅជាទុនភ្លឺជារក្សាឲ្យនៅងាប់ទី8បាតុកម្មចូលសម្រាប់ប្រតិជាសាធារណៈមិនត្រូវសម្អាតលើប្រកាសនិងព័ត៌មានក្នុងទឹកឡើយនៅលើកណ្ដាលសន្តិសុខនឹងចាប់ខ្លួនឲ្យគ្នាទៅជាបងប្អូនមិត្តរួមសុខទុក្ខក្នុងកលៈទេសៈទី10បាតុកម្មត្រូវជួយពលរដ្ឋឲ្យទទួលយកខ្លួនទៅជួយស្ពានអាកាសឬចូលអង្គចរាចរណ៍ជាលើកដើម្បីរៀនពីសន្តិវិធីទៅជារឿងធម្មតាវិញទី11បាតុកម្មត្រូវប្រុងប្រយ័ត្នចំពោះម្ហូបអាហារឬទឹកដែលមានការសង្ស័យថាមិនស្អាតឬដែលបានផ្ដល់ពីជួយសង្ស័យបញ្ហាណាដែលអំពើហិង្សារួមទាំងជាមួយអាជ្ញាធរឬក៏សម្រាប់ប្រដាប់អាវុធទី9បាតុកម្មត្រូវអភិវឌ្ឍជាអកតបមាចំពោះការជេរឬការប្រមាថលើងាយពីអ្នកខាងក្រៅបាតុកម្មទី10បាតុកម្មត្រូវស្គាល់ឲ្យសន្តានឬសញ្ញាសម្គាល់ដែលជាអ្នកការពារផលប្រកបបាតុកម្មស្លៀកពាក់និងប្រើប្រាស់ទី15បាតុកម្មត្រូវការតួជាអ្នកតាមព័ត៌មានតាមរយៈកម្ពុជាសង្គមផ្លូវអាកាសទី16បាតុកម្មត្រូវមានភាពជាម្ចាស់លើការទាមទាររបស់ខ្លួនទី17គណៈបកសង្គមជាតិមិនទទួលខុសត្រូវជាដាច់ខាតចំពោះជនណាដែលមិនគោរពនៅក្រមសីលធម៌ខាងលើនេះជនណាដែលប្រព្រឹត្តបទល្មើសឯណាផ្ទុយនឹងច្បាប់ជននោះត្រូវទទួលខុសត្រូវចំពោះច្បាប់ដោយខ្លួនឯងសម្គាល់មាត្រា37នៃរដ្ឋធម្មនុញ្ញឆ្នាំ1993ចែងថាសិទ្ធិធ្វើកតកម្មនិងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងបទដ្ឋាននានានៃច្បាប់មាត្រា21នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលកម្ពុជាបានអនុម័តទទួលស្គាល់ឆ្នាំ1992ចែងថាមនុស្សមានសិទ្ធិធ្វើការរួមប្រជុំគ្រប់យ៉ាងឲ្យតែប្រកបដោយសន្តិវិធីមិនត្រូវឲ្យមានកម្រិតខុសខាតអ្វីទេចំពោះការប្រជុំបែបនេះមាត្រាទី4នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីឆ្នាំ2009ចែងថាបាតុកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្តុំគ្នាឬការបង្ហាញខ្លួនដោយមនុស្សមួយក្រុមដើម្បីទាមទារផលឡាឬសំដៅជាការពិរណៈមកនៅមនុស្សជាបណ្ណាគំនិតឬឆន្ទៈរបស់ខ្លួនតាមរូបភាពនិងមធ្យោបាយផ្សេងៗដោយសន្តិវិធីចា៎